ម៉ែអើយមើលផ្លែដូចគេចងតែ20គីឡូសល់តែ1000រៀល500រៀលលុយខ្មែរ20គីឡូពុកម៉ែបងប្អូនកសិករគឺគាត់ថាគាត់នាំគ្នាដាំចោលពេញហ្នឹងអញ្ចឹងមូលហេតុថាមកពីអីកុំភ្លេចតាមដានឲ្យចប់ហើយគ្មានចង់បន្ទោសទៅខាងណាខាងណីទេព្រោះក្នុងវីដេអូនេះមានបកស្រាយគ្រប់ជ្រុងគ្រប់ជ្រោយពុកម៉ែបងប្អូនប៉ុន្តែថ្ងៃហ្នឹងយើងផ្ដោតលើដំណោះស្រាយផ្ទាល់មុខចំពោះមុខសិនទិញលហុងយកមករាប់តោនយកមកធ្វើស៊ុបគោលហុងហាងអ៊ីតមួគាត់លក់តម្លៃពិសេសមួយចានត្រឹមតែ4000រៀលទេប៉ុន្តែមានលក្ខខណ្ឌត្រូវញ៉ាំអីគ្រឿងជាក់នៅកន្លែងគាត់ខ្លះសិនអញ្ចឹងណាហើយគាត់មានចែកលហុងជូនម៉ួយអតិថិជនរបស់គាត់ទៀតអញ្ចឹងហាងអ៊ីតមួនៅម្ដុំបឹងកក់គឺគាត់លក់រយៈពេល7ថ្ងៃពុកម៉ែបងប្អូនអាចទៅបានហើយមានចែកលហុងហ្វ្រីនោះដូចជាចែក3ថ្ងៃគាត់ទិញមកប្រហែលតោននោះហ្វ្រីហើយនេះខ្ញុំមកដល់ចការសួរអ៊ំហ្នឹងកាប់ចោលព្រោះខែហ្នឹងលហុងថោកហើយទឹកចិត្តចូលហើយយើងទុកធ្វើអីទៀតលោកគ្រូអូជិតដល់ខែទឹកលិចទៅដល់ខែទឹកលិចហើយកាលលហុងឡើងថៃ23000 20000អីណាហ្នឹងហើយប្រជាជនលឿថ្លៃចង់ដាំលហុងម្នាក់ដាំគ្រប់នេះសម្រុកដាំគ្រប់នេះដាំហ្នឹងឲ្យដាំហ្នឹងគោស៊ីសៀងគ្រប់នេះមួយថង500មកមិនមែន1គីឡូទេមួយថង500មួយថង20គីឡូហើយសម្រាប់មូលហេតុដែលធ្លាក់ថ្លៃខ្លាំងគឺមានកត្តាច្រើនណាស់ខ្ញុំមានសួរវីដេអូអ៊ំច្រើនវែងប៉ុន្តែរឿងសំខាន់នោះដោយសារតែលហុងនេះគឺអាចញ៉ាំទុំបានដែរណាបញ្ជាក់ជូនពុកម៉ែបងប្អូនអញ្ចឹងហើយគឺមានតែយកមកធ្វើជាប្រភេទគេហៅលហុងបន្លែយកមកធ្វើបុកលហុងយកធ្វើស៊ុបគោយកធ្វើអីនឹងឯងអញ្ចឹងហើយហាងអ៊ីតមួគឺគាត់យកមកច្នៃធ្វើបុកលហុងធ្វើស៊ុបគោធ្វើអីអញ្ចឹងទៅលក់ជូនពុកម៉ែបងប្អូនដើម្បីជួយជំរុញគ្នាអញ្ចឹងពីខ្ញុំទៅគឺមានតែជួយគ្នាម្នាក់ម្ដាយមួយជើងទេនៅក្នុងពេលនេះព្រោះអីចការលហុងប្រជាជនកសិកររបស់យើងគាត់ដាំនៅខាងលវាអែមគឺច្រើនណាស់នៅជួរតលេហ្នឹងម្នាក់ចកាយអូផ្លែគាត់ថាដោយសារតែឆ្នាំមុនលក់បានតម្លៃពិសេសមានអ្នកឈ្មួញមកជួយទិញតែលហុងឆ្នាំមុនបានតម្លៃប្រហែលប៉ុន្មានពូឆ្នាំមុនខែនេះបាន10000ជាងលោកគ្រូមួយថងចំនួន20គីឡូហ្នឹងប្រហែល20គីឡូបាទខែហ្នឹង13000ឆ្នាំទៅខុសគ្នាលើឆ្នាំហ្នឹងលេងខែនេះបាន500គេអត់ចង់ទិញផងមួយថងបានច្រើនទៅអត់មានទីផ្សារអត់មានតែ500គេអត់មកទិញទៀតទៅតំលើទៅគេមកទិញតែមានប្រើបាទតាំងពីដាំមិនដាបានបេះបេះហ្នឹងចូលឃើញចការខ្លះឃើញដាក់ទុំចោលគេអត់មកបេះផងហៅគេមកបេះគេអត់បេះឲ្យហើយគេមកបេះគេថាលក់អត់ដាច់ដែរអ្នកទីផ្សារគេថាលក់អត់ដាច់ដែរគេយកទៅថាលក់អត់ដាច់តែលហុងនេះបើតាមពូដឹងគេយកទៅប្រើកាយខ្លះពូធ្វើអីញ៉ាំលហុងបន្លែលោកគ្រូលហុងបន្លែសម្រាប់បានបុកលហុងស្លអំជូរស្លអីវាតម្រូវការតិចដែរតម្រូវការតិចប៉ុន្តែឆ្នាំទៅឃើញគេទិញអាប៉ុនកដៃនោះគេថាយកទៅក្រៅនោះគេអាខ្លះគេថាយកធ្វើលេមិនខ្ញុំមិនដឹងអាហ្នឹងគេដាក់ថងមួយថង10គីឡូលហុងធ្វើលេគេថាយកធ្វើលេហើយឆ្នាំហ្នឹងគេអត់មកទិញលហុងថោកហើយគេយកទៅវែងខ្លូតយកធ្វើលេហ្នឹងមកថងវា10គីឡូមានយកលហុងធ្វើលេតែចម្លែកយកលហុងធ្វើលេគេថាទៅជួច្រើនយកធ្វើលេបាទហើយអាធំគេទិញយកទៅទីផ្សារបាទទៅហ្នឹងម៉ួយគេយកទៅស្រុកក្រៅហើយនេះជាមូលហេតុមួយហើយដែលធ្លាប់រដងមានឈ្មោះមកកំងហើយយកថាយកធ្វើលេខ្ញុំមិនសូវយល់ដែររឿងហ្នឹងប៉ុន្តែសម្រាប់ពុកម៉ែបងប្អូននេះជាកត្តាមួយដ៏ធំដែលធ្វើឲ្យប្រជាជនយើងនាំគ្នាដាំច្រើនដោយមិនមានអ្នកដែលធានាទិញថាក្នុងតម្លៃណាមួយច្បាស់លាស់ណានេះជាកត្តាមួយដែរអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនចំណុចបន្តិចដែលយើងមិនសូវដឹងថាមូលហេតុអីបានវាចុះថ្លៃម្លឹងមួយទៀតខ្ញុំគិតថាលហុងបន្លែនេះតម្រូវការប្រើនៅក្នុងស្រុកវាមិនច្រើនខ្លាំងបាទ500មើលផ្លែលោកមើលផ្លែហ្នឹងមកផ្លែចូលម៉ានគីឡូបាទពូជលហុងបន្លែតែទុំញ៉ាំអត់កើតសាបទុំសាបហ្មងសាបបាទតែបើលហុងទុំគេថាមានទីផ្សារវិញឥឡូវទុំទីផ្សារទៅលហុងហ្នឹងផ្អែមបើមានទីផ្សារអានេះអត់មានទីផ្សារទេលក់បាន60ខ្ចីទេតែមកថាយើងបន្លែយើងផ្លេចខ្លួនមួយឆាវពូសបាយឆ្នាំមុនឆ្នាំនេះបាយឆ្នាំមុនឆ្នាំទៅកាប់លុយខែនេះលហុងខ្ញុំបេះម្ដង1លាន2លានមកជើងកន្លះខែបេះម្ដងលហុងតែឥឡូវបានមកឥឡូវតាំងពីដាំមិនតបានបេះហ្មងព្រោះអត់មានទីផ្សារតែបើមកចការនេះប្រហែលបានតម្លៃប៉ុន្មានពូតាំងបេះប្រហែលមិនស្រួលបាន50000លើខ្មែរ100ថង50000មកចការហ្នឹង100ថងបាន50000មកចការ100ថងបាន50000ហើយដោយលោកពូលើកឡើងអញ្ចឹងលហុងនេះពេលដែលទុំគឺញ៉ាំមិនកើតតែម្ដងសាបយកអញ្ចឹងមកខ្ញុំថាតម្រូវការក្នុងស្រុកខ្ញុំគិតថាមានតែម៉ាំលហុងមានតែបុកលហុងមានតែសឡម្ជូរឬក៏ថាពុកម៉ែបងប្អូនដឹងអីផ្សេងទៀតខ្ញុំមិនដឹងទេណាព្រោះលហុងនេះដូចជាអត់ទាន់មានយកទៅធ្វើតំណាប់យកទៅធ្វើអីច្រើនបានទេអញ្ចឹងហើយដល់ពេលដាំច្រើនមានអីពុកម៉ែបងប្អូនចាល់
កចោលច្រើនទុំជ្រុះពេញហ្នឹងព្រោះតម្លៃគឺថោកមែនតើនេះប្រហែលថងដែលគាត់ទិញយកមកធ្វើនេះគឺគាត់ទិញឲ្យតម្លៃពិសេសទៅដល់កសិករដើម្បីយកមកធ្វើស៊ុបគោលហុងនេះមិនមែនគាត់ទិញតម្លៃមួយថង500 1000ទេព្រោះដោយសារយើងមិនមែនជាឈ្មួញកដាលដូចគេទេប៉ុន្តែឈ្មួញកដាលក៏គាត់ស្នើសុំដែរគាត់មិនចង់ឲ្យលក់ទិញក្នុងតម្លៃថោកអញ្ចឹងពេកទេប៉ុន្តែដោយសារតែយកទៅលក់ទៅវាអត់សូវមានទីផ្សារអញ្ចឹងវាធ្វើឲ្យតម្លៃហ្នឹងគឺថោកយកតែមែនតែគាត់ទិញហ្នឹងគាត់ក៏អត់ចំណេញយកទៅថ្លៃឈ្នួលតែថ្លៃគេបេះលហុងហ្នឹងគាត់ថាមិនសឹងតែមិនរួចខ្លួនផងអញ្ចឹងមកថាពេលខ្លះតំបន់ខ្លះរកតែលហុងញ៉ាំអត់បានតំបន់ខ្លះវាមានប៉ុន្តែអាការដឹកជញ្ជូនការនាំចេញហ្នឹងវាពិបាកលហុងហ្នឹងអញ្ចឹងខ្ញុំវារឿងច្រើនណាស់បើយើងនិយាយចុះនិយាយឡើងទៅវាមិនដឹងមិនដែរខ្ញុំមិនដឹងថាគួរតែដោះមិនអញ្ចឹងចំពោះមុខគឺមានតែជួយជំរុញគ្នាទៅតាមការដែលថាធ្វើម៉េចដើម្បីឲ្យលហុងនេះចេញបានណាដូចជាស្ដាយហាងអ៊ីតម័រគឺគាត់យកមកធ្វើជាស៊ុបគោលហុងដូចពុកម៉ែបងប្អូនអញ្ចឹងលក់មួយចាន 4000 រៀលទេនៅហាងគាត់ហ្នឹងអញ្ចឹងហើយគឺគាត់ប្រម៉ែប្រមូលលហុងយកមកដើម្បីដាក់តាំងចែកជូនភ្ញៀវអតិថិជនរបស់គាត់ដែលមកញ៉ាំនៅតំបន់បឹងកក់ហាងអ៊ីតម័រពុកម៉ែបងប្អូននឹងកែងបឹងកក់ជាមួយនឹងតំបន់អ៊ីដិនហ្នឹងអញ្ចឹងមកដល់គឺឃើញហើយគាត់យកវាមកធ្វើជាស៊ុបគោលហុងនឹងហាងគាត់ចាក់ស្ដែងតែម្ដងរយៈពេលមួយអាទិត្យបញ្ចុះតម្លៃពិសេសប៉ុន្តែតើតែទិញគ្រឿងត្រជាក់អីរបស់គាត់5 6កំប៉ុងអីចឹងទៅហើយរយៈពេលតែប្រហែលថ្ងៃទេពុកម៉ែបងប្អូនអាចទៅយកលហុងហ្វ្រីបានហ្នឹងដូចជា3ថ្ងៃគាត់ទិញប្រហែលតោនមកព្រោះមិនងាយទេពុកម៉ែបងប្អូនតម្លៃវាធូរមែនតែអាពេលថ្លៃដឹកអាថ្លៃអីហ្នឹងមកវារឿងផ្សេងមកតង់ទៀតអញ្ចឹងបានថាមិននិយាយលហុងថោកហ្នឹងដើម្បីឲ្យពុកម៉ែបងប្អូនទៅជួយទិញនៅផ្សារទាទៅរកតម្លៃថោកអីខ្ញុំចង់ឲ្យតម្លៃលហុងហ្នឹងគឺវាឡើងក្នុងតម្លៃមួយដែលថាវាថេរទីផ្សារណាតែដោយសារតែខ្ញុំជឿថាដោយសារចោលខ្លាំងដាំទៅច្រើនហើយវាតណាលគ្នាមកអញ្ចឹងទៅគឺចោលពេញហ្នឹងអញ្ចឹងមានតែមកជួយលក់ជួយដូរបន្ថែមលក់ធ្វើស៊ុបលហុងលក់ធ្វើបុកលហុងដូចហាងអ៊ីតម័រអញ្ចឹងទៅគេលោជួយបានខ្លះអញ្ចឹងណាប៉ុន្តែទោះបីមិនក៏វាមិនទាន់ច្រើនខ្លាំងដែរគឺមានតែរកវិធីសាស្ត្រតាមនឹងបន្តទៀតព្រោះដូចខ្ញុំបញ្ជាក់អញ្ចឹងគឺអត់មានចង់បន្ទោសទៅខាងណាទេព្រោះរឿងនេះមិនងាយដោះបានទេមិនស្រួលក្នុងការដោះទេព្រោះធ្លាប់តែតម្លៃថ្លៃក្នុងឆ្នាំមុនរហូតដល់ឆ្នាំនេះនាំគ្នាដាំច្រើនលើសលប់ខ្លាំងក៏វាប្រែប្រួលអ្នកទិញក៏មិនសូវមកទិញដូចមុនទៀតយើងមិនដឹងថាមកពីកត្តាអីខ្លះអញ្ចឹងវាធ្វើឲ្យចាស់ឡើយពុកម៉ែបងប្អូនអញ្ចឹងកុំភ្លេចណាហាងអ៊ីតម័រកុំភ្លេចគាំទ្រគាត់គាំទ្រលហុងខ្មែរបាយបាយ